Welcome everyone to the very first episode of STEM Talk ឬក៏ជំរាបសួរអ្នកនរគ្នាហើយស្វាគមន៍មក episode ទី1នៃ STEM Talk ខ្ញុំឈ្មោះបតីហើយខ្ញុំគឺជា host នៃ podcast នេះហើយ STEM Talk គឺជា podcast មួយដែលត្រូវបានរៀបរៀងឡើងដោយ STEM Education Organization for Cambodia ឬក៏យើងហៅកាត់ថា STEM EOC អញ្ចឹងសម្រាប់ episode 1នៅថ្ងៃនេះខ្ញុំនឹងមកណែនាំអ្នកនរគ្នាអំពី STEM Talk តើថា STEM Talk នឹងគឺជាអ្វីយើងបង្កើតឡើងដើម្បីអីហើយអ្នកនរគ្នាអាចរំពឹងអ្វីខ្លះពី STEM Talk នៅថ្ងៃអនាគតប៉ុន្តែមុននឹងខ្ញុំទៅ introduce អ្នកទាំងអស់គ្នាអំពី STEM Talk ខ្ញុំសូមណែនាំខ្លួនឯងជាមុនសិនចឹងខ្ញុំឈ្មោះបតីខ្ញុំគឺជា project intern នៅ STEM EOC ហើយសប្តាហ៍នេះខ្ញុំក៏ជានិស្សិតឆ្នាំទី2នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាហើយខ្ញុំសិក្សាផ្នែកអគ្គិសនីហើយមូលហេតុដែលខ្ញុំចាប់យកជំនាញខាង STEM ហ្នឹងគឺដោយសារតែខ្ញុំចូលចិត្តផ្នែកវិទ្យាសាស្ត្រតាំងពីខ្ញុំនៅទូចខ្ញុំចូលចិត្តផ្នែកអវកាសផ្នែកឡានផ្នែក robotics ផ្នែករូបវិទ្យាហើយដែលហេតុហ្នឹងហើយបាទខ្ញុំចង់ក្លាយទៅជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សជាច្រើនអ្នកដែលចូលរួមនៅក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានៅកម្ពុជាអញ្ចឹងដែលហេតុហ្នឹងហើយបានជាខ្ញុំជ្រើសរើសផ្នែក STEM អញ្ចឹងត្រឡប់មក podcast យើងវិញដំបូងគឺថាតើ STEM Talk គឺជាអ្វីអញ្ចឹង STEM Talk គឺជា podcast ដែលផ្ដោតសំខាន់បំផុតទៅលើផ្នែក STEM Education នៅប្រទេសកម្ពុជាហើយក៏ដូចជាផ្នែកច្នៃប្រឌិតនិងនវានុវត្តន៍ថ្មីៗនៅក្នុងប្រទេសកម្ពុជាផងដែរហើយនៅក្នុងអេពីសូតនីមួយៗខ្ញុំនឹងជួបសំណេះសំណាលជាមួយនឹងវាគ្មិនល្អៗដែលពួកគាត់អាចជាអ្នកដឹកនាំអាចជាលោកគ្រូអ្នកគ្រូអាចជាសិស្សានុសិស្សឬក៏និយោជកដែលពួកគាត់ដើរនៅក្នុងវិស័យ STEM ដែលពួកយើងនឹងទៅស្វែងយល់ពីដំណើររបស់ពួកគាត់នៅក្នុង STEM ពីកិច្ចការដែលពួកគាត់កំពុងតែធ្វើឥឡូវនេះហើយក៏ដូចជាឥទ្ធិពលឬលទ្ធផលដែលពួកគាត់ចង់បានមកពីសកម្មភាពដែលពួកគាត់កំពុងធ្វើហ្នឹងហើយអេពីសូតនីមួយៗនឹងត្រូវបានធ្វើឡើងនៅក្នុងជាភាសាអង់គ្លេសឬក៏ភាសាខ្មែរទៅតាមភាសាណាមួយដែលវាគ្មិនរបស់យើង more comfortable with អញ្ចឹងទៅដល់សំណួរទី2តើថាយើងបង្កើត STEM Talk នឹងមកដើម្បីអ្វីគឺយើងបង្កើត STEM Talk មកគឺដោយសារតែយើងបានសង្កេតមើលថាការខ្សោយនៃការចែកចាយបទពិសោធន៍ហើយក៏ដូចជាការចែកចាយគន្លឹះឬក៏ផ្លូវដែលសិស្សអាចដើរនៅក្នុងវិស័យ STEM ហ្នឹងបានធ្វើឲ្យមនុស្សជាច្រើនស្ទាក់ស្ទើរនៅក្នុងការចូលក្នុងវិស័យ STEM ដោយគិតថាវាអាចពិបាកពេកឬក៏សមត្ថភាពរបស់ខ្លួនអត់អាចទៅដល់អញ្ចឹង STEM Talk គឺជា program មួយនៅក្នុងចំណោម program យ៉ាងច្រើនរបស់ STEM EOC ដែលយើងនឹងផ្ដល់ឱកាសទៅដល់អ្នកស្ដាប់របស់យើងនៅក្នុងការ feel more connected ទៅដល់អឺវិស័យ STEM នៅក្នុងប្រទេសកម្ពុជាយើងចង់ចែកចាយទៅនៅព័ត៌មានទៅនឹងកម្មវិធីថ្មីៗឱកាសថ្មីៗនៅក្នុងវិស័យ STEM អញ្ចឹងទោះបីជាអ្នកទាំងអស់គ្នាជាសិស្សានុសិស្សឬក៏ត្រឹមជាអ្នកដែលមានចំណង់ចំណូលចិត្តនៅក្នុងវិស័យ STEM podcast របស់យើងគឺជាកន្លែងសម្រាប់អ្នកទាំងអស់គ្នាដោយតាមរយៈការចែកចាយទាំងអស់នេះហើយយើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចមើលឃើញថាយើងទាំងអស់គ្នាអ្នកណាក៏ដោយគឺអាចចូលរួម contribute ឬក៏ចូលរួមនៅក្នុងការវិវត្តវិស័យ STEM ក្នុងប្រទេសកម្ពុជារបស់យើងបានហើយបន្តមកទៀតតើអ្នកទាំងអស់គ្នាអាច expect អ្វីខ្លះពីវិស័យ STEM ពី STEM Talk នៅក្នុងពេលអនាគតអញ្ចឹងអឺនៅអេពីសូតបន្តទៀតខ្ញុំនឹងនាំយកមកនៅវាគ្មិនដែលល្អៗនិងថ្មីៗដែលយើងនឹងស្វែងយល់អំពីបទពិសោធន៍របស់គាត់និងទទួលបានគន្លឹះថ្មីៗនៅក្នុងការជោគជ័យនៅក្នុងវិស័យ STEM ហើយក្រៅពីនេះទៅទៀតយើងក៏អាច hear ពី topic ផ្សេងៗដូចជាការវិវត្តនៃវិស័យ STEM ក្នុងប្រទេសកម្ពុជាពីការជោគជ័យនៅក្នុងការសិក្សារបស់សិស្សឬក៏ការវិវត្តនៃវិស័យ AI នៅក្នុងប្រទេសកម្ពុជាជាដើមហើយក្រៅពីនេះទៅទៀតយើងក៏មានវីដេអូឬក៏ content ដែលគួរឲ្យចាប់អារម្មណ៍ផ្សេងៗទៀតដូចជាការធ្វើ challenge ឬក៏ការធ្វើ Q&A ជាដើមអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ទៅលើ podcast របស់យើងមានសំណួរឬក៏អ្នកទាំងអស់គ្នាមាន topic អ្វីនៅក្នុងចិត្តឬក៏មានវាគ្មិននរណាម្នាក់ដែលអ្នកទាំងអស់គ្នាចង់ឲ្យយើង invite មកសំណេះសំណាលអាចចូល comment ឬក៏អាចទៅសរសេរសំណើទាំងអស់នោះនៅក្នុង website របស់យើងបានសូមអរគុណអ្នកទាំងអស់គ្នាជាខ្លាំងដែលបានចូលរួមស្ដាប់អេពីសូតទី1នៃ STEM Talk ហើយនៅអេពីសូតទី2ខ្ញុំនឹងទៅសន្ទនាជាមួយនឹង Miss Netichuni Dane គាត់គឺជា Executive Director នៃ STEM EOC ដែលយើងនឹងទៅស្វែងយល់ពីដំណើររបស់គាត់នៅក្នុងការដឹកនាំហើយក៏ដូចជា impact ដែល STEM EOC កំពុងតែបង្កើតឡើងនៅក្នុងវិស័យ STEM ក្នុងប្រទេសកម្ពុជាផងដែរ
អញ្ចឹង complete ទៅ like ឲ្យ Facebook page ហើយក៏ដូចជា subscribe ឲ្យ YouTube channel ហើយ episode 2នឹងមកដល់ក្នុងពេលឆាប់ៗនេះខ្ញុំវតីបាយបាយ